សជាតិណាភាពកក់ក្ដៅហើយនឹងការសប្បាយរីករាយតែវត្ថុបុរាណដែលដូនតាបានខំប្រឹងប្រែងថែរក្សាបានផលិតបានវិលត្រឡប់មកប្រទេសជាតិយើងក្រោយពីយើងទទួលបាននូវសុខសន្តិភាពវត្ថុបុរាណដែលវិលត្រឡប់មកវិញមិនថាចំនួនវាជាកត្តាមួយប៉ុន្តែរាល់វត្ថុបុរាណទាំងអស់ដែលវិលត្រឡប់គឺជាមួយទៀតអរគុណIf you like this video, then like, share and subscribe to Mirror Now.